បាទជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមថ្ងៃនេះខ្ញុំលើកយកវិធីសាស្ត្រក្នុងការកម្ចាត់សត្វល្អិតដែលតែងតែបំផ្លាញនិងរំខានលោកអ្នកវិធីកម្ចាត់សត្វល្អិតនិងសត្វកណ្តុរតាមបែបធម្មជាតិ1វិធីកម្ចាត់សត្វកណ្ដៀរបញ្ហាសត្វកណ្ដៀរស៊ីបំផ្លាញឈើនិងគ្រឿងសង្ហារិមដំណោះស្រាយបាញ់ល្បាយប្រេងក្រូច Orange Oil បូករួមជាមួយទឹកខ្មេះ White Vinegar ទៅក្នុងប្រហោងឬកន្លែងដែលមានកណ្ដៀរលទ្ធផលក្លិនខ្លាំងរបស់វាធ្វើឲ្យសត្វកណ្ដៀរទ្រាំមិនបានហើយរត់ចេញអស់2វិធីដេញសត្វកណ្តុរដោយប្រើម្សៅម្ទេសបញ្ហាសត្វកណ្តុររត់ពេញក្នុងផ្ទះឬឃ្លាំងដំណោះស្រាយរោយម្សៅម្ទេសម៉ដ្ឋ Fine Chili Powder នៅតាមផ្លូវដែលកណ្តុរចូលចិត្តរត់កាត់លទ្ធផលម្សៅម្ទេសនឹងធ្វើឲ្យកណ្តុរក្រហាយច្រមុះនិងភ្នែកដែលបង្ខំឲ្យពួកវាចាក់ចេញពីកន្លែងនោះជារៀងរហូត3វិធីដេញសត្វកណ្តុរដោយប្រើប្រេងជីអង្កាមបញ្ហាសត្វកណ្តុររាតត្បាតខ្លាំងដំណោះស្រាយប្រើប្រេងសំខាន់នៃជីអង្កាម Peppermint Essential Oil លទ្ធផលក្លិនជីអង្កាមដ៏ខ្លាំងក្លានឹងធ្វើឲ្យសត្វកណ្តុរវិលមុខនិងថប់ដង្ហើមរហូតដល់ពួកវាលែងហ៊ានមករកកន្លែងនោះទៀតសូមអរគុណចំពោះអ្នកតាមដាននិងទស្សនាវីដេអូនេះដល់ចប់សូមជួយ Share និង Like វីដេអូនេះម្នាក់មួយផង